ទោះបីជាមានលោកដូណាល់ត្រាំអន្តរាគមក៏ដោយថៃនៅតែបន្តវាយសង្គ្រប់កម្ពុជាបើទោះបីជាមានអាស៊ានសម្របសម្រួលក៏ដោយថៃនៅតែបន្តបាញ់ប្រហារកម្ពុជានេះបង្ហាញថាការទូតមួយមុខមិនអាចបញ្ឈប់ការឈ្លានពានទេសេចក្តីថ្លែងការណ៍មិនអាចបញ្ឈប់កំភ្លើងធំការថ្កោលទោសមិនអាចរារាំងយន្តហោះចំបាំងភាពអត់ធ្មត់មិនតបតជារឿយត្រូវគេចាត់ទុកថាជាភាពទន់ខ្សោយមានតែពេលដែលប្រទេសរបស់យើងខ្លាំងទេទើបសម្ដីរបស់យើងកាន់តែមានទម្ងន់មានតែពេលដែលគេញញើតយើងទេទើបយើងអាចការពារសន្តិភាពបានតើធ្វើយ៉ាងដូចម្តេចទើបយើងអាចខ្លាំងបានខ្លាំងមិនមែនគ្រាន់តែជាអំនួតទេខ្លាំងពិតជាកម្លាំងដែលបានពីការកសាងដោយស្ងាត់មាស់មុតនិងជាប្រព័ន្ធប្រទេសមួយខ្លាំងពឹងផ្អែកទៅលើគ្រឹះសំខាន់យ៉ាងហោច5សាមគ្គីភាពស្ថាប័នរឹងមាំសេដ្ឋកិច្ចធន់កម្លាំងការពារមានសមត្ថភាពនិងប្រជាជនរឹងមាំទី1សាមគ្គីភាពឬឯកភាពគឺជាខែលដំបូងរបស់ជាតិបែកបាក់ធ្វើឲ្យជាតិទន់ខ្សោយឯកភាពមិនមែនបិទសំឡេងរិះគន់ទេតែមានន័យថារាជនឹងរត់ឈរនៅខាងតែមួយសាមគ្គីកើតឡើងនៅពេលដែលថ្នាក់ដឹកនាំនិយាយការពិតមានទំនួលខុសត្រូវនិងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយអាចផ្សាយការពិតបានទី2ស្ថាប័នជាតិរឹងមាំគឺជាអំណាចរបស់រដ្ឋស្ថាប័នខ្លាំងនៅពេលដែលច្បាប់ត្រូវបានអនុវត្តស្មើគ្នាអំពើពុករលួយត្រូវបានកម្ចាត់មន្ត្រីត្រូវបានជ្រើសរើសដោយសមត្ថភាពអំពើពុករលួយជាហានិភ័យនៃសន្តិសុខជាតិទី3សេដ្ឋកិច្ចធន់គឺជាឆ្អឹងខ្នងនៃអធិបតេយ្យភាពប្រទេសដែលពឹងផ្អែកខ្លាំងលើអ្នកដទៃមិនអាចសម្រេចចិត្តដោយសេរីក្នុងពេលមានវិបត្តិបានឡើយសេដ្ឋកិច្ចរឹងមាំត្រូវការផលិតកម្មក្នុងស្រុកកសិកម្មឧស្សាហកម្មធនធានមនុស្សនិងតម្លាភាពទី4កម្លាំងការពារជាតិមានសមត្ថភាពទើបជាតិមានអំណាចអាវុធទំនើបការហ្វឹកហ្វឺនល្អការបញ្ជាការច្បាស់និងការត្រៀមខ្លួនបានល្អធ្វើឲ្យជនឈ្លានពានគិតច្រើនដងមុនហ៊ានបំពេញជាចុងក្រោយប្រជាជនរឹងមាំគឺជាបេះដូងនៃកម្លាំងជាតិប្រជាជនដែលមានការយល់ដឹងទទួលបានព័ត៌មានពិតនិងយល់ថាប្រទេសជាកម្មសិទ្ធិរួមគឺមិនងាយត្រូវបានគេបំផិតបំភ័យទេសរុបមកកម្លាំងមិនអាចធានាសន្តិភាពបានទាំងស្រុងទេប៉ុន្តែបើយើងមិនខ្លាំងសន្តិភាពគ្មានអ្នកការពារឡើយមានតែយើងខ្លាំងទេទើបគេខ្លាចខ្ញុំរស់សុធាពី News Today NTTV